កម្ពុជាចិនរៀបចំមហោស្រពក្បាច់គុនចម្រុះដ៏អស្ចារ្យនៅប្រាសាទបាយ័នដើម្បីលើកកម្ពស់យុទ្ធនាការទេសចរណ៍ឆ្នាំ2026ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍វប្បធម៌កម្រិតអន្តរជាតិមួយគឺមហោស្រពក្បាច់គុនចម្រុះកម្ពុជាចិនដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី30ខែមេសាឆ្នាំ2026ខាងមុខនេះនៅទីតាំងប្រវត្តិសាស្ត្រខាងជើងប្រាសាទបាយ័នខេត្តសៀមរាបយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី29ខែមេសាឆ្នាំ2026បានឲ្យដឹងថាព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជាចិនឆ្នាំ2026ក្នុងគោលបំណងរឹតចំណងមិត្តភាពនិងផ្សព្វផ្សាយទេសចរណ៍វប្បធម៌នៃប្រទេសទាំងពីរឲ្យកាន់តែសុសសាយលើឆាកអន្តរជាតិនៅក្នុងព្រឹត្តិការណ៍នេះរួមមានការសម្ដែងរួមគ្នារវាងកំពូលក្បាច់គុនហើយសាធារណជននឹងបានទស្សនាការសម្ដែងដ៏ជក់ចិត្តរវាងក្បាច់គុនអត្តសញ្ញាណខ្មែររួមមានល្បុក្កតោយុទ្ធគុនខមនិងប្រដាល់គុនខ្មែរជាមួយនឹងក្បាច់គុនកុងហ្វូសាវលីងនិងថៃជីដែលសម្ដែងដោយព្រះសង្ឃផ្ទាល់មកពីវត្តសាវលីងប្រទេសចិននិងការផ្សព្វផ្សាយគោលនយោបាយទឹកតការថ្មីព្រឹត្តិការណ៍នេះក៏ជាវេទិកាសំខាន់ក្នុងការបញ្ជ្រាបព័ត៌មានអំពីការអនុវត្តសាកល្បងលើកលែងទឹកតការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC ទាំងអស់ចាប់ពីថ្ងៃទី15ខែមិថុនារហូតដល់ថ្ងៃទី15ខែតុលាឆ្នាំ2026ខាងមុខក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ភ្នាក់ងារព័ត៌មានអ្នកផលិតមាតិកា Content Creator និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទស្សនាដោយសេរីនិងជួយចែករំលែកព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោកគួរបញ្ជាក់ផងដែរថាពិធីនេះនឹងចាប់ផ្ដើមចាប់ពីម៉ោង 7 នាទីព្រឹកតទៅដែលរំពឹងថានឹងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកំពុងសម្រាកកម្សាន្តនៅក្នុងទឹកដីអង្គរ